ថ្ងៃទី6ព្រឹត្តិការណ៍ថ្ងៃទី18មេសាឆ្នាំ1925បារាំងចាប់ផ្ដើមរៀបចំប្រទេសកម្ពុជាឲ្យបានคล้ายទៅជាប្រទេសសម័យទំនើបតាមបែបបារាំងតាំងពីសម័យហ្លួងនរោត្តមមកនៅក្នុងរាជហ្លួងស៊ីសុវត្ថិអភិក្រមទំនើបកម្មកាន់តែមានលក្ខណៈខ្លាំងក្លាថែមទៀតជំនាន់ហ្លួងនរោត្តមរេស៊ីដង់បារាំងនិងអគ្គទេសាភិបាលបារាំងនៅកូសាំងស៊ីនដែលជាអ្នកដឹកនាំកិច្ចការនេះបានប្រើមធ្យោបាយមួយប្រកបដោយគ្រោះថ្នាក់គឺដកហូតអំណាចទាំងអស់ពីស្ដេចខ្មែរមធ្យោបាយនេះបានហុចនៅលទ្ធផលផ្ទុយរលាស់ពីការដែលគេចង់បានការដកហូតអំណាចពីស្ដេចខ្មែរបាននាំមកនូវការបះបោរសឹងតែពេញផ្ទៃប្រទេសព្រោះជាការរំលោភអធិបតេយ្យនៃប្រទេសមួយនៅក្នុងរាជហ្លួងស៊ីសុវត្ថិបារាំងពុំបានដកហូតសិទ្ធិអំណាចពីព្រះមហាក្សត្រខ្មែរក៏ពិតមែនប៉ុន្តែគេបានដឹកនាំការកែតម្រង់ដោយផ្ទាល់តែម្ដងមួយវិញទៀតបារាំងមិនត្រឹមតែមិនសូវស្គាល់ចិត្តគំនិតខ្មែរប៉ុណ្ណោះទេគឺថែមទាំងគ្មានមធ្យោបាយប្រកាសគ្រប់គ្រាន់ទៀតសម្រាប់ធ្វើការកែតម្រង់រចនាសម្ព័ន្ធគឺមូលហេតុទាំងនេះហើយដែលបានជំរុញឲ្យមានព្រឹត្តិការណ៍ថ្ងៃទី18មេសាឆ្នាំ1925ដែលលោកប៉ាដេសរេស៊ីដង់បារាំងនៅខេត្តកំពង់ឆ្នាំងត្រូវបានមនុស្សដៃដល់មួយក្រុមសម្លាប់ចោលព្រឹត្តិការណ៍នេះដែលកើតឡើងនៅភូមិក្រាំងលាវបានត្រូវលោកដឹកគៀមនិងលោកឌឺអ៊ុំលើកឡើងនៅក្នុងសៀវភៅមួយដែលមានចំណងជើងថាភូមិដេរឆាននៅថ្ងៃទី18មេសាឆ្នាំ1925នោះឯងរេស៊ីដង់បាដេសបាននាំខ្មែរពីរនាក់ទៅទារពន្ធដោយពុំបានប្រាប់ចៅហ្វាយខេត្តខ្មែរបាដេសយល់ថាខ្មែរធ្វើការយឺតពេកបើទារពន្ធមិនទាន់ទេនោះលោកនឹងត្រូវលោកហ្វ្រង់ស្វាបូដង់រេស៊ីដង់នៅភ្នំពេញស្ដីបន្ទោសជាពុំខានបាដេសជាមនុស្សកំរោលចូលចិត្តធ្វើការដោយតក់ក្រហល់មិនតែប៉ុណ្ណោះចៅហ្វាយខេត្តបារាំងនៅកំពង់ឆ្នាំងនេះមានជំនឿថាតើតែប្រើធម៌ក្តៅទើបមានប្រសិទ្ធភាពបើអ្នកណាគ្មានប្រាក់បង់ពន្ធទេបាដេសឲ្យគេដាក់ខ្នោះជើងអ្នកនោះហើយបង្អត់បាយបង្អត់ទឹកយ៉ាងខូខើនៅទីបំផុតអ្នកភូមិក្រាំងលាវបានពួតដៃគ្នាសម្លាប់បាដេសព្រមទាំងអ្នកអមដំណើរចោលតែម្ដងប៉ុន្តែក្រោយមកបារាំងបានបង្ក្រាបអ្នកភូមិក្រាំងលាវដោយឥតត្រាប្រណីការធ្វើទំនើបកម្មប្រទេសកម្ពុជានៅជំនាន់ហ្លួងស៊ីសុវត្ថិពុំមានចលនាតស៊ូប្រឆាំងដឹកនាំដោយព្រះមហាក្សត្រនិងពួកនាម៉ឺនក៏ពិតមែនក៏ប៉ុន្តែរដ្ឋបារាំងបានធ្វើឲ្យប្រជាកសិករក្រៅក្រហាយព្រោះតែការអនុវត្តច្បាប់មួយបែបដែលចាត់ទុកប្រជាជនថាជាខ្មាំងឬជាចោរមុនរួចជាស្រេចបើជនណាគ្មានលទ្ធភាពគ្រប់គ្រាន់សម្រាប់គោរពគោលការណ៍របស់គេគឺគេមិនជួយបង្កលក្ខណៈឲ្យសិនទេនៅក្នុងស្ថានភាពបែបនេះប្រជាជនខ្មែរមិនដឹងជាត្រូវរំពឹងទៅលើអ្វីទាំងអស់រីឯការកែតម្រង់នោះសោតទៀតក៏គ្មានអ្វីជាដុំកំភួនប៉ុន្មានដែរបើប្រៀបធៀបទៅស្រុកយួននៅពេលនោះបារាំងផ្ដោតអារម្មណ៍ជាពិសេសទៅលើប្រទេសវៀតណាមព្រោះប្រទេសនេះជាទឹកដីដែលគេកំពុងធ្វើអាណានិគមកិច្ចយកទៅធ្វើជាមូលដ្ឋានរបស់គេនៅក្នុងតំបន់អាស៊ីគឺនៅក្នុងសម័យនេះហើយដែលបារាំងខិតខំធ្វើទំនើបកម្មនៅកូសាំងស៊ីនជាងនៅប្រទេសកម្ពុជាយ៉ាងទៀតនៅពេលដែលបារាំងបានយល់ច្បាស់អំពីអតីតកាលដ៏រុងរឿងរបស់ខ្មែរដែលមានអង្គរជានិមិត្តរូបបារាំងចង់រក្សាទុកសម្បត្តិវប្បធម៌និងទំនៀមទម្លាប់ខ្មែរឲ្យនៅដដែលដូចដើមពលគឺទុកជាសារមន្ទីរមួយតែប៉ុណ្ណោះគឺទស្សនៈនេះហើយដែលបានធ្វើឲ្យទំនើបកម្មនៅកម្ពុជាមានការយឺតយ៉ាវជាអតិបរមាហើយទន្ទឹមនឹងនោះក៏បង្កើតឡើងផងដែរនៅមនោសញ្ចេតនានិងមោទនភាពជាតិនិយមមួយប្រកបដោយគ្រោះថ្នាក់របបរាជានិយមខ្មែរក៏បានទទួលចំណែកមួយដ៏ធំនៃមោទនភាពនោះដែរបារាំងយល់ដូច្នេះទៀតថាការត្រូវរើជាមួយស្ដេចខ្មែរតែមួយមុខគឺជាការស្រេចសម្រាប់ពង្រឹងឥទ្ធិពលរបស់គេនៅក្នុងប្រទេសនេះគឺព្រោះតែដូច្នេះហើយបានជានៅពេលក្រោយមកទៀតបារាំងមិនសូវគាំទ្រអភិក្រមទំនើបកម្មផ្នែកបញ្ញានិងនយោបាយរបស់ខ្មែរប៉ុន្មានទេទោះជាយ៉ាងណាក្តីក៏ប្រទេសកម្ពុជាមិនអាចគេចផុតពីចរន្តទំនើបកម្មនេះដែរតែការយឺតយ៉ាវបាននាំមកនូវផលវិបាកដ៏ធ្ងន់ធ្ងរពាក្យទំនើបកម្មនេះពុំមានន័យថាជាការវិវត្តរីកចម្រើននៃអរិយធម៌នៃប្រទេសដែលគេធ្វើទំនើបកម្មនោះទេ
តែជាការយកអរិយធម៌បារាំងមកធ្វើជាគំរូដោយត្រង់តែម្ដងនេះជាទំនាស់មួយដ៏ធំដែលបានធ្វើឲ្យគំនិតជាតិនិយមកាន់តែខ្លាំងក្លាថែមទៀតការដែលគួរកត់សម្គាល់គឺថាអរិយធម៌ខ្មែរពុំអាចវិវត្តបានព្រោះអ្នកប្រាជ្ញខ្មែរដែលស្ថិតនៅក្រោមការគាបសង្កត់របស់ស្ដេចពុំអាចបញ្ចេញមតិនិងទេពកោសល្យរបស់គេបានឡើយរឿងធនជ័យឬធ្នេញជ័យជាសក្ខីកម្មមួយដែលបញ្ជាក់យ៉ាងច្បាស់អំពីបញ្ហានេះ